អ្វីបាខ្ញុំជានាងផ្សងព្រេមកពីស្រុងមួយចូលមកដល់ស្រុងមួយផ្សងព្រេម្នាក់ឯងគ្មានអ្វីបាទអ្នកសូមគោរពជម្រាបសួរពុកម៉ែបងប្អូនអរគ្នាបាទវិលមកជួបគ្នាសាជាថ្មីជាមួយនឹងពាក្យបន្តទេពុកម៉ែបងប្អូនបាទកន្លែងនេះគឺពេលព្រឹកពុកម៉ែបងប្អូនបាទយើងធ្វើការសោះស្រូបអាហារដើម្បីបំពេញនៅបេសកកម្មទៀតហើយពុកម៉ែបងប្អូនបាទហើយពេលព្រឹកយើងក៏មានអីទេនេះម៉ូតូយើងពួកសំណប់បាទ1 2 3 4 5គ្រឿងបាទទាំងអស់មាន5 rider ពុកម៉ែបងប្អូនបាទអញ្ចឹងយើងពេលព្រឹកគឺយើងញ៉ាំអីហើយបន្ទាប់មកយើងនឹងបន្តបាទបេសកកម្មរបស់យើងបាទដោយការជិះម៉ូតូអត្រៃបាទទៅកន្លែងពិបាកបាទពុកម៉ែបងប្អូនបានជាមួយនឹងទេសភាពមកកន្លែងនេះណាពុកម៉ែបងប្អូនបានកន្លែងសើភាពកន្លែងនេះគឺស្អាតយើងមើលឃើញដល់ឃើញកោះត្រល់ពុកម៉ែបងប្អូនបានឃើញកោះត្រល់របស់យើងណាវាមុនមកបាទហើយកន្លែងនេះទោះតែអត្រ័យយើងមកដល់កើតបាទពុទ្ធសាសទី1គឺផ្លូវវាមានបលាមានអីចឹងណាពុកម៉ែបងប្អូនបាទកន្លែងនេះគឺបាទខ្យល់ខ្លាំងមែនទែនហើយខ្យល់គឺពោពេញទៅដោយបាទបរិយាកាសបរិសុទ្ធបាទពុកម៉ែបងប្អូនបាទនិយាយទៅពុកម៉ែបងប្អូននៅលើភ្នំបូកគោយើងមានកន្លែងលេងច្រើនមែនទែនបាទខ្ញុំមកអ្នកឡើងបូកគោច្រើនដងមកប៉ុន្តែអ្វីដែលខ្ញុំចង់ចែកម្លេចគឺឡើងបូកគោអត់ដែលធុញខ្ញុំពុកម៉ែបងប្អូនបាទឥឡូវបន្តទៅទៀតហើយបាទកន្លែងនេះបាទម្ដុំគេហៅថាផ្ទះបារាំងណាស្ទាយផ្ទះបារាំងបាទខ្យល់ខ្លាំងមែនតើអូយនិយាយអត់លឺទេបងប្អូនបាទនិយាយមិនអត់លឺទេបាទខ្យល់ខ្លាំងមែនតើខ្យល់ជាមួយប្រូក៏ដោះអាវមើលបាទខ្ញុំនឹងថាខ្យល់វាខ្លាំងប៉ុណ្ណាអូប្រូដោះអាវដោះអាវបាទប្រូដោះអាវមើលពួកខ្យល់វាខ្លាំងមែនបងប្អូនហើយត្រជាក់ហើយចង់និយាយថាដកដង្ហើមស្រួលហ្មងបងប្អូនបាទនេះដល់ទៅទៀតហើយបាទអាត្រៃវាអត់ចេះលូបំតោមិនចេះលូដឹងមិនហីឥឡូវផ្លូវពិបាកឲ្យប្រូកាន់ខាងកាមេរ៉ាមែនចុះសិនមកខ្ញុំទៅឲ្យប្រែនបាទអត់មានបញ្ហាអីទេដល់លើបាទឥឡូវឡើងវិញបាទគឺសុបាយមែនទែនបាទសុបាយបាទបេសកកម្មនេះគឺសុបាយឥឡូវនេះមេឥឡូវមេមកមុនណាសួរមេបាទម៉ូតូមេថ្ងៃនេះគឺបាទតាំងពីព្រឹកមកម៉ែបងប្អូនអើយបាទគឺដេកអត់ចេះទេហើយអញ្ចឹងគឺគាត់ត្រូវនៅលើម៉ូតូបាទបច្ឆេះទុករហូតបាទដេកអត់ចេះទេហើយពួកដោយសារតែបើដេកអត់ចេះគឺទៅរុញបាទរុញផ្លូវឡើងភ្នំបាទមករុញអញ្ចឹងគាត់ត្រូវរុញបាទអញ្ចឹងយើងកាលតែលុតហើយគឺរុញបាទមើលផ្លូវដែរផ្លូវបាទហើយប្រូខាងនេះបាទប្រូខាងនេះគឺម៉ូតូបាទគឺធ្លាយហើយបាទអូម៉ូតូធ្លាយប៉ុន្តែម៉ូតូស្បែកអាក្រោះគឺវាធ្លាយមែនប៉ុន្តែអាចជិះបានណាបាទជិះបានម្នាក់ឯងឯងជិះបានបាទអូនេះពីម៉ូតូបាទគឺរៀងគេហៅថាអត់អំណោយទៀនណាហើយប្រូកាលនោះគឺទៅរុញឥឡូវដេកខាត់ទៅរុញឥឡូវលុតបាត់ហើយបាទលុតបាត់ហើយឥឡូវចុះពីម៉ូតូគឺយើងមាន team support មួយបាទនេះបាទខ្ញុំបង្ហាញពីទេសភាពបាទនៅលើក្នុងភ្នំបាទបើនិយាយពីទេសភាពស្លឹកឈើទឹកព្រិចហ្នឹងគឺវាមិនសូវជាស្អាតប៉ុន្មានទេបងប្អូនតែបានខ្យល់បាទខ្យល់គឺត្រជាក់ស្អាតត្រជាក់ស្រួលមែនទែនបាទខ្យល់គឺមកឈ្ងុយស្លឹកឈើហ្មងបងប្អូនបាទអញ្ចឹងទៅបីរៀងថ្ងៃមែនបាទថ្ងៃម៉ោង11 12បងប្អូនប៉ុន្តែដោយសារតែទី1គឺខ្យល់បាទខ្យល់គឺត្រជាក់ខ្យល់ត្រជាក់ខ្លាំងមែនទែនអញ្ចឹងអត់ក្តៅទេបាទដើរលេងអត់ក្តៅទេបាទឥឡូវនេះយើងមានភាពបន្តទៀតបាទឥឡូវចាំមើលតើរូបភាពយើងមានអីខ្លះឥឡូវនេះបាទ team support បាទម៉ូតូបងប្អូន team support រុញបាទរុញមិនឆេះទៅប្រែហ្នឹងទៅបាទឥឡូវយើងចូលដល់ប្លង់ជាច្រើនទៀតពុកម៉ែបងប្អូនបាទអញ្ចឹងនៅលើភ្នំបូកគោយើងមានកន្លែងលេងច្រើនហើយកន្លែងនេះជីអត់តែមានផ្លូវជីបាទដល់ជីចាល់បាទចាល់ទៅលេងរួចហើយព្រោះខាងមុខហ្នឹងគឺបាទគឺដូចជាទឹកជ្រោះបាទទឹកកន្លែងឥឡូវរុញទៀតហើយអូម៉ូតូប្រូបាទគឺទៅរុញមិនខាតទៅរុញឥឡូវប៉ែនកន្លែងហ្នឹងថ្មធំមកថ្មធំមែនតើហ្មងណាបាទឥឡូវប្រូទៅមួយទៀតបាទស្រួលណាមួយទៀតបាទព្រោះថ្មវាធំអញ្ចឹងប្រូថាជីនេះបាទមានព្រូណាបាទអូនិយាយទៅវាម៉ូតូដូចខ្ញុំនិយាយអញ្ចឹងបាទទៅប្រូទៅហើយ
ទៅអីបាទបាទពូថ្មឲ្យធំមកថ្មធំណាយើងមើលទៅដូចទូចៗទេព្រោះតែតែជាក់ស្ដែងធំមែនទែនហ្មងឥឡូវរុញបាទហើយម៉ូតូគាត់គឺតាលុតឬយ៉ាប់ហើយដាច់ខាតទៅរុញអ្នកសួរបងប្អូនអត់គ្នាបាទគឺថារយៈពេល2ថ្ងៃហ្នឹងមានទាំងក្បាយមានទាំងសបាមានទាំងឈឺដៃនិងឈឺជើងមានស្ដាប់នឹងខ្ញុំឥឡូវហ្នឹងយើងទៅកតកម្មរបស់យើងក៏យើងដល់ពីស្ដាប់ហើយបាទហើយយើងចាប់តាមមើលម៉ូតូទៅឲ្យខាងវិញបាទនេះម៉ូតូរបស់ខ្ញុំរយៈពេល2ថ្ងៃអត់ដល់ខ្ញុំទេបាទវាសອບមានគ្រប់ហើយបងប្អូនចឹងអរគុណច្រើនសម្រាប់ព្រោះការតាមដានវីដេអូនេះសង្ឃឹមថាបងប្អូនបាទជួយlike ជួយ share វីដេអូនេះបន្តទៀតនឹងទទួលបានវីដេអូថ្មីៗពី page ដែលលេងជាមួយខ្ញុំបាយបាយ